បាទជំរាបសួរបាទថ្ងៃនេះសូមចេញមកឆ្លើយនៅសំណួរជាច្រើនដែលបងប្អូនជាច្រើនសួរខ្ញុំថាតើខ្ញុំរត់រាល់ថ្ងៃហ្នឹងហត់ទេបាទធម្មតាបងប្អូនធ្វើអីក៏ហត់ដែរប៉ុន្តែអ្វីៗស្ថិតលើការតាំងចិត្តបាទយើងតាំងចិត្តធ្វើវាយើងនឹងបានផលក្នុងខ្លួនមនុស្សយើងម្នាក់តែងតែមានអាភិបខ្ជិលបាទអញ្ចឹងបើយើងជំនះអាភិបខ្ជិលនឹងបានគឺយើងអាសាហើយបាទដូចខ្ញុំរត់អញ្ចឹងជាធម្មតាបើចន្លោះពី1ម៉ែត្រទៅដល់1000ម៉ែត្រភាពខ្ជិលតោងយើងរហូតវាស្រែកប្រាប់ថាឈប់ទៅតែយើងអត់ព្រមឈប់ពេលដែលយើងអត់ព្រមឈប់អាខ្ជិលហ្នឹងឡើងតាមយើងតន់ហើយបានន័យថាវាឈប់តាមយើងហើយអញ្ចឹងបងប្អូនចង់ធ្វើអ្វីមួយមិនថាហាត់កីឡាមិនថាធ្វើអីទេគឺតាំងចិត្តធ្វើវាបាទតាំងចិត្តនេះសំខាន់ណាស់ក្នុងការធ្វើអ្វីមួយឲ្យបានសម្រេចហើយកុំស្ដាប់នៅភាសាអវិជ្ជមានរបស់អ្នកដទៃច្រើនពេកបាទដូចជាអូអាយុច្រើនហើយកុំរត់ខ្លាចប៉ះពាល់សន្លាក់អូអាយុច្រើនហើយកុំធ្វើអីធ្ងន់ពេកចេះចុះអានោះវាជាភាសាអ្នកថាទេប៉ុន្តែអ្វីយើងធ្វើសិនបើថាវាជួបឧបសគ្គកន្លែងណាយើងដោះស្រាយកន្លែងហ្នឹងយើងព្យាបាលកន្លែងហ្នឹងឧទាហរណ៍ថាបើយើងរត់វាប៉ះពាល់ឈឺជង្គង់តិចតួចយើងទិញថ្នាំលាបថ្នាំរឹតអីចឹងទៅដើម្បីព្យាបាលវាបាទអញ្ចឹងការតាំងចិត្តសំខាន់ណាស់មិនថាតែការរត់កីឡាមិនថាតែការរស់ស៊ីទេបាទយើងតាំងចិត្តធ្វើវាហើយកុំស្ដាប់ភាសាអវិជ្ជមានច្រើនទឹកហូរអត់ចេះហត់ទេហើយក៏វាអត់មានអីជាឧបសគ្គសម្រាប់ទឹកហូរដែរដោយចិត្តយើងតាំងចិត្តមោះមុតក្នុងការធ្វើអញ្ចឹងធម្មតារឿងអ្វីក៏ដោយរស់ស៊ីក៏ដោយការធ្វើកីឡាក៏ដោយវាតែងតែមានឧបសគ្គក៏ប៉ុន្តែយើងជួបឧបសគ្គអ្វីយើងដោះស្រាយវាហ្នឹងគឺទៅរួចទៅបានហើយបាទអ្នកខ្លះគាត់អត់មានបទពិសោធន៍ទេគាត់អត់ធ្លាប់មានជំនាញរឿងហ្នឹងទេតែគាត់ចេះតែមានភាសាមួយធ្វើឲ្យវិធានតានាទៅលើផ្លូវអារម្មណ៍យើងធ្វើឲ្យវិធានតានាទៅលើទង្វើដែលយើងធ្វើគិតថាត្រូវហើយគាត់ថាខុសអីចឹងហ្នឹងបាទអញ្ចឹងបងប្អូនកុំស្ដាប់ពាក្យអវិជ្ជមានច្រើនពេកអ្វីក៏ដោយត្រូវតែរៀនធ្វើរៀនសិក្សាវាឲ្យច្បាស់កុំឮតែគេថាហើយដកថយបាទអានឹងខ្ញុំលើកទឹកចិត្តនៅអ្វីដែលយើងគិតថាត្រូវហើយមិនខុសច្បាប់ធ្វើវាទៅមិនថាកីឡាមិនថាការរស់ស៊ីកុំខ្មាស់អៀនច្រើនត្រូវបដោតទៅលើថាលទ្ធផលបាទការរស់ស៊ីតូចខ្លះខ្មាស់អូមិនរទេអានឹងមុខរបរតូចតាចបាទអ្វីក៏កើតឡើងពីតូចដែរមុននឹងធំគឺតូចសិនបាទការហាត់កីឡាដូចគ្នាពីមុនខ្ញុំដើរមួយថ្ងៃ1ម៉ោងប៉ុន្តែលទ្ធផលបានមកសម្រាប់រាងកាយអត់សូវល្អទេបាទអញ្ចឹងខ្ញុំក៏សម្រេចចិត្តរត់បាទរត់មួយថ្ងៃតែកន្លះម៉ោងក៏ខ្ញុំរត់បាន5គីឡូដែរប្រើពេលកន្លះម៉ោង5 6គីឡូអញ្ចឹងទៅអញ្ចឹងលទ្ធផលមករាងកាយគឺល្អខ្ញុំអាចសម្រកទម្ងន់ពី8មកដល់68រាល់ថ្ងៃគឺ3 4ឆ្នាំហើយគឺនៅតែ67 68ហ្នឹងបាទអញ្ចឹងបងប្អូនដែលមានបំណងរត់កីឡាបាទគឺតាំងចិត្តហើយស្ដាប់អ្នកដែលគេអាចធ្វើបានហើយកុំស្ដាប់អ្នកដែលចាតថេះបាទអ្នកចាតថេះគឺចាតថេះនឹងគឺអត់ធ្វើទេអញ្ចឹងខ្ញុំចែកម្លែកនេះគឺដើម្បីជំរុញទឹកចិត្តឲ្យបងប្អូនទួលខ្លាំងណាស់ចិត្តធ្វើវាបើចង់បានសុខភាពល្អមានតែហាត់កីឡានិងកំណត់លើរបបអាហារទេបាទអត់មានអ្វីពីឋានលើមកចុះមកជួយយើងបានក្រៅពីខ្លួនយើងជួយខ្លួនយើងទេបាទអ្នកខ្លះគាត់តែងតែនិយាយថាអូយមានលុយមានអ្វីទាំងអស់បងប្អូនយល់ខុសហើយមានអ្វីទាំងអស់ឧទាហរណ៍ថាបើយើងឈឺបត់ជើងតើគេបត់ជើងជំនួសយើងបានទេយើងឃ្លានតើគេហូបជំនួសយើងបានទេយើងឈឺតើគេជួលគេឈឺជំនួសបានទេជួលអត់បានទេអញ្ចឹងសូមអរគុណមានតែខ្លួនយើងជួយខ្លួនយើងបាទ